អាយុធមអូនចិន្តាបានជំរុញឲ្យយកចិត្តទុកដាក់ខ្ពស់លើការងារបេឡាមរណៈសង្គ្រោះសម្ដៅរួមចំណែកសម្រាលទុក្ខលំបាករបស់គ្រួសារអតីតយុទ្ធជននិងនិវត្តន៍ជនអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមអាយុធមអូនចិន្តាបានជំរុញដល់គណៈកម្មាធិការក្រុងស្រុកត្រូវយកចិត្តទុកដាក់ខ្ពស់លើការងារបេឡាមរណៈសង្គ្រោះដើម្បីផ្ដល់ការឧបត្ថម្ភសមាជិកដែលបានទទួលមរណភាពបានទាន់ពេលវេលាសម្ដៅរួមចំណែកសម្រាលទុក្ខលំបាករបស់គ្រួសារអតីតយុទ្ធជននិងនិវត្តន៍ជនថ្លែងបែបនេះក្នុងកិច្ចប្រជុំរៀបចំការងារសមាគមអតីតយុទ្ធជននិងនិវត្តន៍ជនកម្ពុជាខេត្តកំពង់ចាមនាព្រឹកថ្ងៃទី24ខែធ្នូឆ្នាំ2025នៅទីស្នាក់ការសមាគមខេត្តកំពង់ចាមក្នុងកិច្ចប្រជុំនោះដែរអាយុធមអូនចិន្តាបានណែនាំដល់ក្រុមការងារលេខាធិការដ្ឋានទាំងអស់ត្រូវខិតខំជំរុញការអនុវត្តគម្រោងសាងសង់ផ្ទះជូនអតីតយុទ្ធជននិងគ្រួសារដែលបានបញ្ចូលក្នុងផែនការវិនិយោគសាធារណៈរបស់រដ្ឋាភិបាលជាពិសេសបន្តជំរុញការអនុវត្តគោលនយោបាយស្ដីពីការផ្ដល់សម្បទានដីសង្គមគិច្ចជូនអតីតកងកម្លាំងប្រដាប់អាវុធឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ជាមួយគ្នានោះដែរអាយុធមអូនចិន្តាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តន៍ជនខេត្តកំពង់ចាមក៏បានជំរុញដល់មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តឲ្យមានប្រសិទ្ធភាពនៅការផ្ដល់សេវាគាំពារសុខុមាលភាពជូនអតីតយុទ្ធជននិងនិវត្តន៍ជនដោយផ្ដល់របបសន្តិសុខសង្គមសម្រាប់អតីតយុទ្ធជននិងគ្រួសារអតីតយុទ្ធជនតាមរយៈមូលនិធិជាតិជំនួយសង្គមគួរបញ្ជាក់ថាកិច្ចប្រជុំនេះបានធ្វើឡើងដើម្បីត្រួតពិនិត្យការអនុវត្តការងារនិងរៀបចំសម្រាប់សម្រួលប្រព័ន្ធទំនាក់ទំនងនិងការរៀបចំរចនាសម្ព័ន្ធក្រុមការងារលេខាធិការដ្ឋានថ្នាក់ខេត្តនិងក្រុងស្រុកទាំង10ព្រមទាំងការបង្កើតក្រុមលេខាជំនួយដល់ការងារសមាគមក្នុងគោលបំណងឆ្លើយតបការងារចំពោះមុខនិងការបន្តនិរន្តរភាពការងារឲ្យកាន់តែល្អប្រសើរផងដែរ